មានការស្រាវជ្រាវបង្ហាញថាក្នុងចំណោមមហាសេដ្ឋីពិភពលោកមានប្រហែល 40% ជាជនជាតិជ្វីសមនុស្សខ្លះនិយាយថាប្រហែលមកពីសំណាងល្អប៉ុន្តែការពិតគឺមិនមែនសំណាងទេវាជាប្រពៃណីដែលយកចំណេះដឹងជាអាទិភាពទី1មុនភាពប្រណិតលយឆាយក្នុងគ្រួសារជ្វីសពួកគេមិនប្រញាប់ទិញរថយន្តថ្មីទំនើបទេតែពួកគេប្រញាប់វិនិយោគលើចំណេះដឹងក្នុងប្រទេសពួកគេការអប់រំមិនមែនជាជំរឿទេតែវាជាកាតព្វកិច្ចដែលត្រូវធ្វើកុមារត្រូវបានបង្រៀនឲ្យសួរសំណួរឲ្យពិភាក្សាឲ្យវិភាគឲ្យគិតជ្រាវជ្រៅពួកគេមិនបង្រៀនកូនឲ្យទទួលពាក្យដោយស្ងៀមស្ងាត់ពួកគេបង្រៀនឲ្យគិតនិងចូលរួមយ៉ាងសកម្មមានគោលការណ៍សំខាន់មួយអ្នកអាចបាត់បង់លុយប៉ុន្តែអ្នកមិនអាចបាត់បង់ជំនាញបានទេចំណេះដឹងលឿនជាងប្រាក់សៀវភៅមួយអាចផ្លាស់ប្ដូរទិសដៅជីវិតគ្រូម្នាក់អាចបើកទ្វារថ្មីនៃជីវិតជំនាញមួយអាចបង្កើតប្រាក់ចំណូលរាប់សិបឆ្នាំពួកគេវិនិយោគលើសមត្ថភាពរថយន្តថ្មីអាចធ្វើឲ្យអ្នកមើលទៅជោគជ័យប៉ុន្តែជំនាញថ្មីធ្វើឲ្យអ្នកក្លាយជាអ្នកជោគជ័យពិតប្រាកដសួរខ្លួនឯងថ្ងៃនេះខ្ញុំកំពុងវិនិយោគលើអ្វីឬអ្វីដែលអាចបង្កើតអនាគតយូរអង្វែងបើអ្នកចង់មានទ្រព្យសម្បត្តិស្តុកស្តម្ភត្រូវវិនិយោគលើអ្វីដែលគ្មាននរណាអាចយកចេញពីអ្នកបានអប់រំខ្លួនឯងជាប្រចាំអភិវឌ្ឍជំនាញស្វែងរកគ្រូឬអានសៀវភៅចូលចាំថាសំណាងអាចជួយអ្នកម្ដងតែប្រពៃណីនៃចំណេះដឹងអាចជួយអ្នករហូតដល់ជំនាន់ក្រោយបើចង់ផ្លាស់ប្ដូរជីវិតកុំចាប់ផ្ដើមពីភាពប្រណិតលយឆាយសូមចាប់ផ្ដើមពីការអប់រំ Knowledge first, luxury later